អាដាមអ៊ុំរាត្រីអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យនឹងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបានណែនាំយ៉ាងម៉ឺងម៉ាត់ទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុងស្រុកទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់នៅក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យអតីតយុទ្ធជននិងនិវត្តជននៅក្នុងមូលដ្ឋានរបស់ខ្លួនបាទដោយតម្រូវឲ្យមានការបែងចែកឲ្យបានច្បាស់លាស់រវាងអតីតយុទ្ធជននិងនិវត្តជនការណែនាំនេះធ្វើឡើងនៅក្នុងពិធីប្រកាសសមាជិកភាពក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី1ខែកក្កដា2026ពិធីដ៏សំខាន់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាដាមអ៊ុំរាត្រីនៅទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងភូមិពងរោសង្កាត់កំពង់ស្វាយក្រុងសេរីសុផនខេត្តបន្ទាយមានជ័យគោលបំណងចម្បងនៃពិធីនេះគឺធ្វើដើម្បីពង្រឹងរចនាសម្ព័ន្ធការងារនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យនិងការផ្តល់សេវាជូនអតីតយុទ្ធជននិងនិវត្តជននៅក្នុងខេត្តបាទនៅក្នុងឱកាសនោះអាដាមអ៊ុំរាត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការគ្នារវាងក្រុមការងារលេខាធិការដ្ឋានក្រុងស្រុកទាំងអស់ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្រង់ស្ថិតិទិន្នន័យនិងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអតីតយុទ្ធជននិងនិវត្តជនលោកបានបញ្ជាក់ថាការបែងចែកឲ្យបានច្បាស់លាស់រវាងក្រុមទាំងពីរនេះគឺជារឿងចាំបាច់បំផុតដើម្បីធានាបាននូវភាពត្រឹមត្រូវនៃរបាយការណ៍ដែលត្រូវធ្វើឡើងទៅកាន់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តសម្រាប់ធ្វើការស្រង់ទិន្នន័យត្រួតពិនិត្យនិងវិតម្លៃជាប្រព័ន្ធបាទលើពីនេះអាដាមអ៊ុំរាត្រីក៏បានណែនាំឲ្យក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះរាល់ការដាក់ពាក្យស្នើសុំរបស់អតីតយុទ្ធជននិងនិវត្តជនរាល់ពាក្យស្នើសុំទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យវាតម្លៃយ៉ាងល្អិតល្អន់និងត្រូវចុះត្រួតពិនិត្យជាក់ស្ដែងដល់ទីកន្លែងរស់នៅរបស់ពួកគាត់ដើម្បីផ្ទៀងផ្ទាត់ថាតើពួកគាត់ពិតជាមានលក្ខខណ្ឌត្រឹមត្រូវនិងជីវភាពលំបាកពិតប្រាកដមែនឬអត់ប្រសិនបើលទ្ធផលនៃការពិនិត្យបង្ហាញថាពួកគាត់ពិតជាស្ថិតនៅក្នុងស្ថានភាពលំបាកមែននោះក្រុមការងារនឹងធ្វើការផ្ដល់ជូនតាមពាក្យស្នើសុំរបស់ពួកគាត់ដោយមិនមានការរើសអើងឡើយនេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តនិងសមាគមចំពោះសុខុមាលភាពរបស់អតីតយុទ្ធជននិងនិវត្តជនដែលបានលះបង់ដើម្បីជាតិមាតុភូមិគូបញ្ជាក់ផងដែរថាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យត្រូវបានប្រកាសបង្កើតជាផ្លូវការកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាដាមនីរ៉មសេនីគតិសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជាមួយគ្នានោះសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុកក៏ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី12ខែឧសភាឆ្នាំ2026នេះបច្ចុប្បន្ននេះខេត្តបន្ទាយមានជ័យកំពុងគ្រប់គ្រងអតីតយុទ្ធជនសរុបចំនួន6757នាក់ដែលមានអ្នកនៅក្នុងបន្ទុកចំនួន8574នាក់បើក្នុងនោះមានគ្រួសារជនពលីចំនួន1270នាក់គ្រួសារមរណជន670នាក់និវត្តជនចំនួន2672នាក់ជនដែលបាត់បង់ចំនួន38នាក់និងជនពិការ2107នាក់ចំណែកសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនមានចំនួន5552នាក់ដែលរួមមានគ្រួសារជនពលីចំនួន404នាក់704គ្រួសារគ្រួសារជនមរណៈ133គ្រួសារនិងនិវត្តជនចំនួន2599នាក់ជនបាត់បង់សមត្ថភាពចំនួន38នាក់និងជនពិការ2078នាក់ក្រៅពីនេះអតីតមន្ត្រីរាជការស៊ីវិលដែលកំពុងគ្រប់គ្រងបច្ចុប្បន្នមានចំនួន2208នាក់បើក្នុងនោះមាននិវត្តជនចំនួន1746នាក់ជនបាត់បង់សមត្ថភាពចំនួន19នាក់និងអ្នកនៅក្នុងបន្ទុក443នាក់ការណែនាំរបស់អាដាមអ៊ុំរាត្រីនៅពេលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការធានាថាអតីតយុទ្ធជននិងនិវត្តជនទាំងអស់ទទួលបានការយកចិត្តទុកដាក់និងការគាំទ្រសមស្របពីសង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរអំពីជីវភាពនិងសុខុមាលភាពរបស់ពួកគាត់ការធ្វើបច្ចុប្បន្នភាពទិន្នន័យនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំផែនការនិងការអនុវត្តកម្មវិធីជំនួយនានាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព